សម្រាប់11ម៉ៃក្នុងតែប៉ុណ្ណេះចាំមើលយើងជួសជុលរួចរាល់គឺទូចស្អាតថ្មី 100% ចាំបងប្អូនអរគ្នាឧបករណ៍ដែលយើងត្រូវមានសម្រាប់ធ្វើការកោសក្នុងក្រោយគឺយើងត្រូវមានបង្គំវាមួយដែលយើងគៀបនៅលើទូរស័ព្ទដៃយើងបន្ទាប់មកទៀតគឺយើងត្រូវតែមានមុខកបិតមុខធំនិងមុខទូចបងប្អូនអរគ្នានេះគឺជាប្រភេទមុខកបិតនេះគឺយើងនឹងត្រៀមធ្វើការកោសវាហើយនឹងមានទៅលើមជុលបំបែកនេះមជុលបំបែកខ្នងក្រោយនេះគឺជាសម្រាប់ចាក់ចេះឥឡូវយើងទៅមើលដំណើរការជួសជុលទាំងអស់គ្នាទៅនេះគឺជាប្រភេទខ្នងក្រោយជាប្រភេទខ្នងក្រោយវាបងប្អូនណាវាខ្នងក្រោយ11នេះគឺពេលដែលយើងសម្អាតរួចរាល់ហើយគឺសម្អាតបែបនេះស្អាតហើយគឺយើងនឹងធ្វើការបាញ់កៅចូលតែខ្ញុំអត់បានថតឲ្យទេឡើយបាញ់កៅហ្នឹងណាអូខេឥឡូវចុងក្រោយគឺយើងបានបិទខ្នងក្រោយចូលហើយវាស្អាត 100% បងប្អូនអរគ្នាយើងស្អាត 100% វិញហើយតែប៉ុណ្ណេះយើងអាចយកលុយភ្ញៀវបានហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ